បត់ឈប់បាញ់ឲ្យបានពេញលេញនិងមានប្រសិទ្ធភាពយើងសូមអំពាវនាវដល់រដ្ឋជាសមាជិកអាស៊ានឲ្យផ្ដល់ការគ្រប់គ្រងសមស្របដើម្បីធានាថា AOT អាចសម្រេចគោលបំណងរបស់ខ្លួនបានដោយជោគជ័យទី4បន្ថែមពីលើនេះយើងបានបដិញ្ញាចិត្តនៅក្នុងការបន្ថយភាពតានតឹងស្ដារទំនុកចិត្តនិងទំនាក់ទំនងដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រជាណាចក្រកម្ពុជានិងប្រជាណាចក្រថៃទី5នៅពេលអនុវត្តវិធានការដែលបានរៀបរាប់ខាងលើប្រកបដោយប្រសិទ្ធភាពភាគីទាំងពីរនឹងទទួលស្គាល់ថាអរិភាពសកម្មត្រូវបានបញ្ចប់សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរំលឹកជូនឡើងវិញនៅខ្លឹមសារសំខាន់នៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025រវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃនៅទីក្រុងកូឡាឡំពូដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើជាសាក្សីសេចក្តីថ្លែងការណ៍រួមមាន8ចំណុចដែលមានខ្លឹមសារដូចតទៅទី1យើងសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តដ៏រឹងមាំចំពោះសន្តិភាពនិងសន្តិសុខរវាងប្រទេសយើងទាំងពីរដោយដែលបានប្រកាសនៅទីក្រុងពុត្រាចាយាប្រទេសម៉ាឡេស៊ីថ្ងៃទី28ខែកក្កដាឆ្នាំ2025ហើយសូមគូសបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមាំរបស់យើងចំពោះការជៀសវាងការគំរាមកំហែងការប្រើប្រាស់កម្លាំងការដោះស្រាយជំលោះដោយសន្តិវិធីនិងការគោរពព្រំដែនអន្តរជាតិនិងច្បាប់អន្តរជាតិដើម្បីលើកកម្ពស់សន្តិភាពស្ថិរភាពសន្តិសុខនិងវិបុលភាពនៅក្នុងតំបន់ដោយឈលលើមូលដ្ឋាននៃការគោរពឯករាជ្យអធិបតេយ្យសមភាពបូរណភាពទឹកដីនិងអត្តសញ្ញាណជាតិទៅវិញទៅមករវាងប្រទេសយើងទាំងពីរទី2យើងសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនិងអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅទី3យើងបានចុះហត្ថលេខាលើលក្ខខណ្ឌយោងស្តីពីការបង្កើតក្រុមអ្នកសង្កេតការអាស៊ាន AOT ដែលមានសមាជិកភាពជាបុគ្គលិកមកពីរដ្ឋសមាជិកអាស៊ាននិងមានគោលបំណងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងមានប្រសិទ្ធភាពយើងសូមអំពាវនាវដល់រដ្ឋជាសមាជិកអាស៊ានឲ្យផ្ដល់ការគ្រប់គ្រងសមស្របដើម្បីធានាថា AOT អាចសម្រេចគោលបំណងរបស់ខ្លួនបានដោយជោគជ័យទី4បន្ថែមពីលើនេះយើងបានបដិញ្ញាចិត្តនៅក្នុងការបន្ថយភាពតានតឹងស្ដារទំនុកចិត្តនិងទំនាក់ទំនងដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រជាណាចក្រកម្ពុជានិងប្រជាណាចក្រថៃទី5នៅពេលអនុវត្តវិធានការដែលបានរៀបរាប់ខាងលើប្រកបដោយប្រសិទ្ធភាពភាគីទាំងពីរនឹងទទួលស្គាល់ថាអរិភាពសកម្មត្រូវបានបញ្ចប់ទី6យើងយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាននិងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយជាយុទ្ធសាស្ត្រនិងពង្រឹងការគ្រប់គ្រងព្រំដែនដើម្បីទប់ស្កាត់ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនដែលបង្កផលប៉ះពាល់ដល់ប្រទេសទាំងពីរនិងប្រជាពលរដ្ឋប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិជារួមទី7យើងទទួលស្គាល់ពីភាពចាំបាច់ត្រូវកំណត់នូវមាគ៌ាសម្រាប់អនាគតដ៏ភ្លឺស្វាងមួយដែលមិនជាប់ជំពាក់ចំណងចំនួនពីអតីតកាលរដ្ឋាភិបាលទាំងពីរបញ្ជាក់ជាថ្មីអំពីការបដិញ្ញាចិត្តក្នុងការដោះស្រាយចំនួនដោយសន្តិវិធីដោយគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់លក្ខខណ្ឌទាំងអស់នេះត្រូវបានបង្កើតឡើងសម្រាប់ឲ្យប្រទេសយើងមើលឆ្ពោះទៅមុខហើយចាប់ផ្ដើមកសាងទំនាក់ទំនងជាអ្នកជិតខាងគ្នាស្របតាមខ្លឹមសារនិងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានស្ដីពីការដោះស្រាយជម្លោះដោយសន្តិវិធីដោយត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្ដើមនៅទំព័រថ្មីនៃសន្តិភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ8យើងសូមសម្ដែងនូវការទុកចិត្តថាកិច្ចប្រជុំនេះដោយមានវត្តមាននឹងការគាំទ្រពីសំណាក់ប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រី Anwar Ibrahim នៃប្រទេសម៉ាឡេស៊ីគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការគោរពគ្នាទៅវិញទៅមកនិងការជំរុញសន្តិភាពនៅក្នុងតំបន់
យើងក៏សូមកត់សម្គាល់ដោយការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកយ៉ាងសំខាន់របស់ប្រធានាធិបតី Donald Trump ក្នុងការជំរុញការស្ដារឡើងវិញនៅទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្ការរវាងកម្ពុជានិងថៃអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនជ្រាបថាទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃ28ខែកក្កដាឆ្នាំ2025និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរចុះថ្ងៃទី26ខែតុលាឆ្នាំ2025យ៉ាងនេះក៏ដោយភាគីថៃបានបើកការវាយប្រហារប្រដាប់អាវុធជាលើកទី2នៅថ្ងៃទី7ដល់27ធ្នូឆ្នាំ2025ដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទរហូតដល់គ្រាប់បែកចង្កោមយន្តហោះ S-16 និង Gripen ដោយទម្លាក់គ្រាប់បែកចូលជ្រៅក្នុងទឹកដីកម្ពុជាបច្ចុប្បន្នកងកម្លាំងថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ក្នុងតំបន់មួយចំនួននិងរារាំងជនភៀសសឹកកម្ពុជាប្រមាណជា 20,000 នាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការងារការទូតយ៉ាងសកម្មដើម្បីទាមទារទឹកដីកម្ពុជាមកវិញតាមមធ្យោបាយសន្តិវិធីតាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់និងដោយផ្អែកលើច្បាប់អន្តរជាតិសហគមន៍អន្តរជាតិកំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់និងជំរុញឲ្យភាគីទាំងពីរដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធីតាមកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ